បានសូមគោរពនឹងជម្រាបសួរអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះហើយវីដេអូមួយនេះដែរជាវីដេអូចុងក្រោយរបស់ខ្ញុំបាទដែលខ្ញុំនឹងធ្វើសរុបសេចក្តីមកឡើងវិញទាក់ទងជាមួយនឹងការប្រើប្រាស់ពាក្យគន្លឹះនិងប្រភេទពាក្យគន្លឹះចឹងប្រភេទពាក្យគន្លឹះដែលខ្ញុំបានប្រាប់អ្នកនរគ្នាជាមួយនឹងវីដេអូខាងលើគឺមានដូចជាប្រភេទពាក្យគន្លឹះខ្លីប្រភេទពាក្យគន្លឹះវែងការប្រើប្រាស់ពាក្យគន្លឹះក្នុងថ្មីកដោនិងការច្រោះចម្រាញ់ពាក្យគន្លឹះគេហៅថា filter ដែលយើងអាចធ្វើការ select ទៅលើថ្ងៃខែឆ្នាំឬក៏អត្ថបទហ្នឹងទៅតាមអ្វីដែលអ្នកនរគ្នាត្រូវការផងដែរនឹងប្រតិទៀតនេះខ្ញុំនឹងធ្វើការឧទាហរណ៍មួយរំលឹកសារដើមឲ្យអ្នកនរគ្នាបានមើលទាក់ទងជាមួយនឹងពាក្យគន្លឹះទាំងអស់នេះទាំងអស់នឹងត្រឡប់មកវិញផងដែរបាទអរគុណអ្នកនរគ្នាច្រើនសម្រាប់ការទស្សនាខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចអនុវត្តនិងប្រើប្រាស់វាក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកនរគ្នាផងដែរបាទឥឡូវយើងកំពុងតែឈរនៅលើគេហទំព័រ Google ចឹងរបៀបប្រើប្រាស់ពាក្យគន្លឹះខ្លីគឺយើងគ្រាន់តែចុចទៅលើការកន្លែងស្វែងរកហើយយើងវាយពាក្យខ្លីពាក្យណាដែលមួយម៉ាត់ឬក៏ខ្លីឧទាហរណ៍ដូចពាក្យម៉ូសេចឹងនៅពេលដែលខ្ញុំចុចស្វែងរកចឹងយើងផលវិបាកនៃការប្រើប្រាស់ពាក្យគន្លឹះខ្លីគឺត្រង់ថានៅពេលដែលយើងចុចស្វែងរកព័ត៌មានអ្វីមួយគឺវាមានភាពទូលំទូលាយជាងពាក្យគន្លឹះវែងដោយសារតែវាផ្ដល់ឯកសារតាក់ទងជាមួយនឹងពាក្យម៉ូសេនឹងឲ្យយើងឃើញទាំងអស់ជាក់ស្ដែងយើងឃើញមានគេហទំព័រច្រើនមានដូចជាសាច់រឿងជាមួយនឹងលោកម៉ូសេជាកុមារជាចម្រៀងនិងឯកសារផ្សេងប៉ុន្តែក្នុងករណីនេះខ្ញុំចង់ប្រាប់លោកគ្រូអ្នកគ្រូតាក់ទងជាមួយនឹងគេហទំព័រមួយចំនួនដែលយើងត្រូវប្រយ័ត្ននៅពេលដែលយើងចូលទៅអានឧទាហរណ៍ថាដូចជា JW or ORG នេះអញ្ចឹងគេហទំព័រមួយនេះគឺយើងត្រូវបានសិក្សាថានេះគឺជាពួក small ទីបន្តព្រះយេហូវ៉ាអញ្ចឹងពួកនេះគឺគេអត់បានដើរតាមលទ្ធិរបស់យើងទេគឺគេអត់ទទួលស្គាល់ព្រះត្រីឯកទេអញ្ចឹងគេហទំព័រមួយនេះគឺយើងត្រូវប្រយ័ត្នឲ្យមែនទែនដោយសារតែវាជាគេហទំព័ររបស់ពួកដែលคล้ายៗហើយនឹងឧទាហរណ៍ជាបន្ទាប់នេះគឺ Church of Jesus Christ នេះគឺលោកគ្រូអ្នកគ្រូបានឃើញនឹងពេលដែលគឺចុចចូលរកគេដាក់ថាសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធចុងក្រោយពួកនេះក៏អត់ត្រូវជាមួយនឹងគោលការណ៍ឬក៏គោលលទ្ធិរបស់យើងដែរគឺពួកគេបានបដិសេធជាមួយនឹងព្រះត្រីឯកអញ្ចឹងលោកគ្រូអ្នកគ្រូនៅពេលដែលធ្វើការស្វែងរកឯកសារមួយលោកគ្រូអ្នកគ្រូត្រូវប្រយ័ត្នជាមួយនឹងគេហទំព័រទាំងអស់ហ្នឹងដោយសារតែមានពួកខ្លាំងៗជាច្រើនបានធ្វើការផុសទៅលើបណ្ដាញសង្គមអ៊ីនធឺណិតយើងសប្តាហ៍ថ្ងៃនេះបាទនេះគ្រាន់តែជាឧទាហរណ៍តាក់ទងជាមួយពាក្យគន្លឹះខ្លីដោយសារតែខ្ញុំចង់ឲ្យលោកគ្រូបានដឹងថាពាក្យគន្លឹះខ្លីហ្នឹងវាជារបៀបបែបម៉េចហើយឥឡូវយើងចាប់ផ្ដើមស្វែងរកពាក្យគន្លឹះខ្លីតាក់ទងក្រៅពីព្រះគម្ពីរម្ដងឧទាហរណ៍ថាយើងចង់ស្វែងរកពីនំខេកអញ្ចឹងលោកគ្រូអ្នកគ្រូចុចនំខេកឃើញនំខេកល្វីងនំខេក PNG ឬក៏នំខេក2023ហ្នឹងវាមានច្រើនវាចេញមកវាមានច្រើនកន្លែងវាអាចតាក់ទងជាមួយនឹងហាងនំខេកឬក៏ប្រភេទនៃនំខេកហ្នឹងប៉ុន្តែខ្ញុំអត់ដឹងថាលោកគ្រូអ្នកគ្រូពេលវាយពាក្យខ្លីហ្នឹងក្នុងគោលបំណងអីទេបើសិនជាលោកគ្រូចង់បានឯកសារមួយដែលតាក់ទងជាមួយនឹងអ្វីដែលយើងចង់បានប្រកបខ្ញុំតម្រូវឲ្យអ្នកគ្រូប្រើប្រាស់ជាមួយនឹងពាក្យគន្លឹះវែងវិញដោយសារតែពាក្យគន្លឹះខ្លីគឺវាជួយយើងស្វែងរកអ្វីដែលយើងស្វែងរកវាអត់តាន់ត្រូវចំណុចហើយវាប្រូមអ្វីដែលយើងចង់បានអត់តាន់បានទេបាទមិញយើងធ្វើការប្រើប្រាស់ពាក្យគន្លឹះខ្លីនៅក្នុង Google ឥឡូវយើងសាកប្រើប្រាស់ពាក្យគន្លឹះខ្លីនៅក្នុង YouTube ម្ដងតើលទ្ធផលរបស់វាចេញមកដូចម៉េចអញ្ចឹងឧទាហរណ៍យើងប្រើប្រាស់ពាក្យដដែលយើងប្រើប្រាស់ពាក្យទៅលើម៉ូសេដដែលគឺអ្នកនរគ្នាបានឃើញតាក់ទងគេដាក់ជាមួយម៉ូសេនេះគឺមានសាច់រឿងរបស់លោកម៉ូសេតែជាតុក្កតានិងគេនិយាយអំពីជីវប្រវត្តិរបស់លោកម៉ូសេប៉ុន្តែដូច channel កពូលមនុស្សនេះគឺ channel របស់គាត់គឺបានផ្ដោតសំខាន់ទៅលើភាពជាគ្រីស្ទាននេះគឺគាត់និយាយអំពីកពូលមេដឹកនាំនៃប្រទេសណាមួយគឺគាត់សិក្សាតែជីវប្រវត្តិខ្លីៗតែប៉ុណ្ណោះហើយយើងឃើញដូចជាចម្រៀងរបស់លោកម៉ូសេយើងឃើញតាក់ទងជាមួយនឹងអំណានដែលតាក់ទងជាមួយនឹងការសង្ខេបរឿងរបស់លោកម៉ូសេ
មានមេរៀនហើយដូចជានេះ channel មួយនេះក៏គ្រូត្រូវប្រយ័ត្នដែរតាក់ទងជាមួយនឹងគេហៅថា World Society Church of Scott ដែលយើងបកប្រែជាខ្មែរគឺពួកគេហៅថាអានសង្ហុងចឹងពួកខាងគាត់នេះក៏លោកគ្រូបើសិនជាអាចយើងកុំចូលទៅមើលរបស់គាត់អីដោយសារតើខាងរបស់គាត់នេះគឺខាងខុសឆ្គងនេះគ្នាដែរចឹងដោយសារតើប្រព័ន្ធអ៊ីនធឺណិតទូលំទូលាយចឹងពួកខុសឆ្គងក៏គាត់អាចប្រើវិធីសាស្ត្រផ្សេងៗដើម្បីឲ្យយើងភ័ន្តច្រឡំជាមួយនឹងគេហៅថាព្រមទូពិតដូចគ្នាដែរឬក៏ឥឡូវយើងចាប់ផ្ដើម search តាក់ទងជាមួយនឹងក្រៅពីព្រះគម្ពីរឥឡូវយើងចូលដល់ search ជាមួយនឹងពាក្យនំខេកដូចពាក្យមុនដែរអញ្ចឹងនៅពេលដែលលោកគ្រូវាយពាក្យនំខេកដូចពាក្យមុនអញ្ចឹងលោកគ្រូឃើញគេដាក់ថាចេញមកតាក់ទងជាមួយនឹងខួរកំណើតអីផ្សេងតាក់ទងជាមួយនឹងការធ្វើនំតាក់ទងជាមួយនឹងរបៀបធ្វើក្រែមនំអីជាដើមអញ្ចឹងវាមានប្រភេទនំច្រើនមានបទចម្រៀងតាក់ទងមួយនំនឹងច្រើនឲ្យតែលោកគ្រូវាយពាក្យនំខេតចូលទៅឲ្យតែពាក្យកលឹះណាតាក់ទងជាមួយនំខេតគឺវាបង្ហាញលទ្ធផលមកឲ្យយើងឃើញទាំងអស់អញ្ចឹងវាអត់តាន់ពេលខ្លះវាអាចបំពេញនៅគោលដៅដែលយើងចង់រកដើម្បីឲ្យគោលដៅរបស់យើងអាចរកបានស្រួលគឺយើងមានតែប្រើប្រាស់ពាក្យកលឹះវែងទេអញ្ចឹងដូច្នេះទៅទៀតខ្ញុំនឹងធ្វើការឧទាហរណ៍ជាមួយនឹងពាក្យកលឹះវែងឲ្យលោកគ្រូបានមើលបានបន្ទាប់ពីអ្នកនរគ្នាបានទស្សនាជាមួយនឹងការប្រើប្រាស់ពាក្យកលឹះខ្លីហើយនឹងបន្ទាប់នេះខ្ញុំនឹងធ្វើការឧទាហរណ៍ជាមួយនឹងពាក្យកលឹះវែងនិងខ្ញុំប្រាប់អំពីថាហេតុអ្វីបានពាក្យកលឹះវែងប្រើទៅមានប្រសិទ្ធភាពជាងពាក្យកលឹះខ្លីឧទាហរណ៍មកកាន់ការប្រើប្រាស់ពាក្យកលឹះវែងទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំវាយពាក្យថាព្រះយេស៊ូវទទួលពិធីជាមួយទឹកអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ពាក្យកលឹះវែងគឺទាមទារឲ្យអ្នកទាំងអស់គ្នាវាយអ្វីដែលជាគោលបំណងដែលយើងចង់រកពិតប្រាកដនៅពេលដែលយើងធ្វើការស្វែងរកអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាអត់វាយពាក្យកលឹះវែងទេអ្នកទាំងអស់គ្នាចង់រកព្រះយេស៊ូវទទួលពិធីជាមួយទឹកប៉ុន្តែអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យថាព្រះយេស៊ូវអញ្ចឹងវានឹងអាចផ្ដល់លទ្ធផលជាច្រើនដល់យើងនៅលើបណ្ដាញប្រព័ន្ធអ៊ីនធឺណិតដោយសារតែពាក្យកលឹះព្រះយេស៊ូវហ្នឹងគឺវាមានការស្របគ្នាជាប្រព័ន្ធច្រើនទៀតអញ្ចឹងវាអាចចេញនៅពេលដែលយើងវាយគ្រាន់តែវាយពាក្យព្រះយេស៊ូវវាអាចចេញនៅថតថាព្រះយេស៊ូវទ្រង់ប្រសូតនៅថ្ងៃណាឬក៏ព្រះយេស៊ូវទ្រង់ធ្វើកិច្ចការងារផ្សេងប្រោះជំងឺព្យាបាលផ្សេងប៉ុន្តែអ្វីដែលជាគោលបំណងរបស់យើងចង់រកព្រះយេស៊ូវទទួលពិធីជាមួយទឹកអញ្ចឹងយើងទាមទារឲ្យយើងត្រូវវាយថាព្រះយេស៊ូវទទួលពិធីជាមួយទឹកអញ្ចឹងនៅពេលដែលអ្នកគ្នាចូលមកខ្ញុំដូចបញ្ជាក់ប្រាំងថាអ្នកគ្នាត្រូវប្រយ័ត្នជាមួយនឹង website ពួកខុសឆ្គងដោយសារពួកខុសឆ្គងគឺពួកហ្នឹងសកម្មក្នុងការធ្វើ website ជាច្រើនប៉ុន្តែ website ពួកខុសឆ្គងខ្ញុំបាន block រួចហើយដូចថា website នេះ Church of Jesus Christ ឬក៏ JW នេះខ្ញុំបាន block ចោលបាត់ហើយអញ្ចឹងនៅវីដេអូក្រោយនេះបន្តិចខ្ញុំនឹងប្រាប់អ្នកគ្នាថាតើ block website ទាំងអស់ហ្នឹងគឺធ្វើដូចម្ដេចអញ្ចឹងនៅពេលខ្ញុំចូលមើល website ហ្នឹងដោយសារ website ខ្ញុំបាន block ហើយគឺវាអត់ load ឲ្យខ្ញុំឃើញទេថា website មួយហ្នឹងគឺ save ពីអីគឺខ្ញុំអត់ដឹងទេអញ្ចឹងគឺទាមទារឲ្យខ្ញុំទៅរក website មួយដែលខ្ញុំអត់តាន់ block ដូចថា godquestion.org នេះខ្ញុំអត់បាន block ទេអញ្ចឹងខ្ញុំចុចចូលមើលទៅគឺខ្ញុំបានទទួលនេះគេថាជាចម្លើយរបស់គេអ្នកនរគ្នាត្រូវអានសិនណាអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាសើចអំពីព្រះដោយសារតែពួកខុសឆ្គងគឺពួកហ្នឹងមានសកម្មភាពខ្លាំងនៅលើបណ្ដាញសង្គមអញ្ចឹងយើងអាចអានតាក់ទងជាមួយនឹងខាងនេះបានឬក៏យើងអាចអូសទៅក្រោមទៀតយើងមើលគេមានចេញពី YouTube ឲ្យយើងអាចមើលបាននឹងពួកសមាគមព្រះគម្ពីរយើងអាចចុចអានបានអត់អ្នកទាំងគ្នាអញ្ចឹងគឺព័ត៌មានរបស់យើងគឺរៀងខ្លីជាងមុននៅពេលជាងនៅពេលដែលយើងប្រាប់ពេលកន្លងខ្លីអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើមួយទៀតក្រៅពីគ្រីស្ទៀនឧទាហរណ៍យើង search អំពីនំខេតបាទពីមុនយើងគ្រាន់តែ search នំខេតធម្មតាហ្នឹងជាពាក្យកលឹះខ្លីប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ពាក្យកលឹះវែងយើងត្រូវបញ្ជាក់ថាយើងចង់បាននំអីគេអញ្ចឹងខ្ញុំដាក់នំសូកូឡានំខេតសូកូឡាអញ្ចឹងព័ត៌មានដែលខ្ញុំទទួលបានគឺច្បាស់គឺប្រភេទនំខេតបាតសូកូឡាគឺវាតាក់បង្ហាញឲ្យយើងភាគច្រើនគឺសូកូឡាយើងឃើញតែម្ដងគឺអ្វីក៏ដោយ
មិនថាអូនំខេកហ្នឹងមានសូកូឡាជាមួយនឹងវ៉ានីឡាឬក៏សូកូឡាជាមួយពងមាន់ពងទាឬក៏នំសូកូឡាផ្សេងគេប្រាប់អំពីរបៀបធ្វើនំខេកសូកូឡាអញ្ចឹងវាជួយឲ្យព័ត៌មានរបស់យើងហ្នឹងគឺកាន់តែភាកចិត្តនៅអ្វីនៅពេលដែលយើងទៅតាមរោពាក្យកលឹះណាមួយអញ្ចឹងបាទអញ្ចឹងហើយបាទខ្ញុំនិយាយថាពាក្យកលឹះវែងគឺវានឹងផ្ដល់ព័ត៌មានជាក់លាក់ជាងពាក្យកលឹះខ្លីនៅពេលដែលយើងចុចស្វែងរកទៅលើវាដោយសារតែវាបានក្តោបព័ត៌មានរបស់យើងនឹងបានច្រើនជាងមុនបាទឥឡូវហើយនឹងវីដេអូខាងចុងនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាទាក់ទងជាមួយនឹងរបៀប block website នេះគេធ្វើរបៀបមិនបាទអរគុណច្រើនបាទ app មួយដើម្បីធ្វើការណែនាំដល់អ្នកទាំងអស់គ្នាដែល app នេះយើងអាចរកនៅក្នុង Play Store បានapp មួយនោះដែរមានឈ្មោះថា Stay Focus អញ្ចឹង app មួយនេះបានសិនជាអ្នកគ្នាអត់ទាន់មានទេនេះគឺអ្នកនរគ្នាអាចធ្វើការ download បានទៅកាន់វាបានសម្រាប់ខ្ញុំមានហើយគឺខ្ញុំអាចធ្វើការបើកទៅកាន់វាបានអត្ថប្រយោជន៍នៃខ្ញុំ app នេះគឺវាមានអត្ថប្រយោជន៍ច្រើននៅពេលដែលយើងអាចធ្វើការ block ទៅកាន់ website មួយណាដែលយើងអត់ចង់មើលឬក៏យើង block app មួយណាដែលយើងអត់ចង់ឃើញឬក៏យើង block ពាក្យកលឹះមួយណាដែលយើងអត់ចង់ប្រើក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ទៅកាន់ការ block website ឧទាហរណ៍ថាយើងឥឡូវកំពុងតែចូលទៅកាន់នៅក្នុង Google អញ្ចឹងឧទាហរណ៍ថាខ្ញុំវាយពាក្យ Mose នេះចូលអញ្ចឹងខ្ញុំឃើញ website មួយមានឈ្មោះថា Church of Jesus Christ អញ្ចឹង website មួយនេះគឺជា website ពួកខុសឆ្គងដែលតាក់ទងជាមួយនឹងពួក Mormon អញ្ចឹងពួក Mormon នេះគឺពួកខុសឆ្គងដែលគេទទួលស្គាល់ព្រះត្រីឯកដូចគ្នាប៉ុន្តែគាត់ថាគេមានការបន្លែងផ្សេងអត់ដូចពិតនៃគោលលទ្ធិដើមទេឬក៏ពួកJW មួយនេះក៏ពួកខុសឆ្គងដែរពួក small ទីបន្តplayer ហ៎ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់ block website ខាងលើនេះចុះអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើ link របស់វាចុចទៅលើ link របស់វាហើយចុចពាក្យ copy អញ្ចឹងខ្ញុំ copy link ឬក៏បងប្អូនអាចវាយបញ្ចូលវាយអា link ហ្នឹងចូល link ហ្នឹងគឺជាអ្វីដែលជាដំណរដែលតភ្ជាប់ដែលធ្វើឲ្យវាអាចរកឃើញព្រោះថាខ្ញុំវាយឥឡូវខ្ញុំឃើញពាក្យ search នេះ Church of Jesus Christ អញ្ចឹងខ្ញុំចង់ block website មួយហ្នឹងខ្ញុំក៏ចុចលើ sound នេះមកហើយខ្ញុំអូសមកកាន់ពាក្យខាងក្រោមពាក្យថា web timer ហើយចុចពេលចូលដល់ web timer អ្នកនរគ្នាក៏ចុចលើអា button on day នេះគឺមានថានៅថ្ងៃអញ្ចឹងខ្ញុំ block គ្រប់មួយសប្តាហ៍ខ្ញុំ block ទាំងអស់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យគេដាក់អក្សរ M ហើយនិងអក្សរ S អញ្ចឹងមានន័យថាច័ន្ទអាទិត្យដែលអង់គ្លេសមានន័យថា Monday អានេះ Saturday អញ្ចឹងខ្ញុំដាក់អានេះ0 hour for 0 hour គឺខ្ញុំដាក់មកវា00ខ្ញុំអត់ខ្ជិលចង់ឃើញខ្ជិលឲ្យវា load អញ្ចឹងដាក់00ទាំងអស់ហើយខ្ញុំចុចពាក្យថា save អញ្ចឹងអ្នកនរគ្នាឃើញកន្លែងគៀនហ្នឹងគេដាក់សញ្ញាសោដែរប៉ុន្តែសោនេះគេចាក់បិទធ្វើក្រហមប៉ុន្តែសម្រាប់ផ្សេងដែលយើងអត់បាន block គឺវារឿងបើកសោអញ្ចឹងមានន័យថា website នេះអត់ទាំង block ទេតែនៅពេលដែលយើង block ហើយគឺវានឹង load សោធ្វើក្រហមអញ្ចឹងនៅពេលដែលអ្នកនរគ្នាចេញមកវិញហើយនេះគឺអ្នកនរគ្នាត្រឡប់ទៅកាន់ website នឹងដែរគឺវាអត់ load មកទេគេដាក់ថា stay focus is on your goal use peace your happiness don't waste your time on any that doesn't contribute to your growth ចឹងមានថា app មួយនេះគេបាន block website ចោលបាត់ហើយចុះតោះយើងវាយពាក្យ Mose ដែរចឹងវា load មកវានៅតែ load ឲ្យយើងឃើញតែនៅពេលយើងចុចចូលមើលគឺ app ហ្នឹងគេបាន block រួចហើយគឺយើងអាចចូលមើលថាខ្លឹមសារនៃ app website ហ្នឹងមានន័យថាម៉េចទេនេះគឺជាអ្វីដែលខ្ញុំគិតថាវាល្អនៅពេលដែលយើងធ្វើការ block ទៅកាន់ website មួយណាដែលវាអត់ចាំបាច់ក្នុងការយើងចូលមើលបាទអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមខ្ញុំនឹងធ្វើការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាតើតើជាមួយនឹងការប្រើប្រាស់នឹងកដោអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់រក bot តើតើជាមួយនឹង Presu អញ្ចឹងខ្ញុំជាដំបូងខ្ញុំបើកនឹងកដោមួយហើយខ្ញុំវាយ bot ចម្រៀង
ព្រះយេស៊ូវពេលខ្ញុំវាយហើយខ្ញុំចុចបិទគ្មានកណ្ដោហើយខ្ញុំចុចស្វែងរកចឹងព័ត៌មានដែលខ្ញុំទទួលបានគឺភាគច្រើនគឺវាលោតចេញទៅបទចម្រៀងដែលតាក់ទងជាមួយនឹងព្រះយេស៊ូវឯងឬក៏មានតាក់ទងគេបង្ហាញតែមួយ app ដែលគេដាក់ថា Jesus Song គឺបទចម្រៀងព្រះយេស៊ូវដែរចឹងយើងអាចឃើញថាព័ត៌មានដែលយើងស្វែងរកក្នុងពេលដែលយើងប្រើប្រាស់ជាមួយនឹងថ្មិញកណ្ដោគឺវាខ្លីហើយវាឆាប់ទទួលបាននៅអ្វីដែលយើងចង់បានឃើញពេលយើងអូសទៅវាអត់នេះទេអត់លោតមកច្រើនដូចយើងប្រើរដងឯងឥឡូវយើងឧទាហរណ៍ថាយើងអត់ប្រើថ្មិញកណ្ដោឯងយើងវាយដូចគ្នាយើងវាយបត់ចម្រៀងព្រះយេស៊ូវអញ្ចឹងអានេះយើងដូចគ្នាយើងប្រើពាក្យបទចម្រៀងព្រះយេស៊ូវដូចគ្នាប៉ុន្តែមួយមានថ្មិញកណ្ដោមួយអត់មានថ្មិញកណ្ដោអញ្ចឹងនៅពេលដែលយើង search ឬក៏យើងស្វែងរកគឺលទ្ធផលដែលយើងរកបានគឺឃើញថាវាមានច្រើនជាងពីមុនពេលខ្លះទៅអាចតាក់ទងជាមួយនឹងចម្រៀងកុមារតាក់ទងជាមួយនឹងចម្រៀងផ្សេងចេញពីក្នុង YouTube មកគឺយើងឃើញថាពេលយើងអូសទៅវារៀងច្រើនជាងមុនរៀងច្រើនជាងយើងប្រើថ្មិញកណ្ដោពេលយើងប្រើថ្មិញកណ្ដោគឺព័ត៌មានដែលយើងទទួលបានគឺវាគៀចឹងត្រឹមនេះឯងអស់ត្រឹមនេះឯងបាទឧទាហរណ៍ជាក់ស្ដែងឥឡូវយើងកំពុងនៅលើ Google ហើយយើងវាយពាក្យថាព្រះយេស៊ូវដូច្នេះនៅក្នុង Google គេអនុញ្ញាតឲ្យយើងអាចធ្វើការច្រោះលទ្ធផលនឹងបានអញ្ចឹងយើងអូសមកខាងឆ្វេងមកខាងពីឆ្វេងមកស្ដាំអញ្ចឹងឃើញពាក្យ search tool នេះអញ្ចឹងខ្ញុំចុចលើពាក្យ search tool ហ្នឹងគេដាក់កន្លែង time any time or result ចំន័យថាពេលវេលាយើងអាចជ្រើសរើសបានបើមិនជាជ្រើសរើសពី1ម៉ោងមុនអញ្ចឹងពេល1ម៉ោងមុនអត់មានអ្នកផុសទេអញ្ចឹងវាអត់លោតមកទេលោតពី24ម៉ោងមុនចឹង24ម៉ោងមុនជាមួយនឹងពាក្យព្រះយេស៊ូវយើងឃើញមានគេផុសនៅក្នុង YouTube ច្រើនហើយនិងនៅក្នុង Facebook ផងដែរអញ្ចឹងកន្លែងនេះយើងអាចជ្រើសលទ្ធផលបានគ្រប់ពេលវេលាដែលយើងជ្រើសរើសបានឬក៏យើងអាចជ្រើសរើសថាមួយខែមុនឬក៏មួយឆ្នាំមុនអញ្ចឹងលទ្ធផលវាលោតមកបានដូចហ្នឹងតែសម្រាប់ខ្ញុំដាក់ anytime នេះគឺមានថាយើងគ្រប់ពេលទាំងអស់ចឹងយើងអាចជ្រើសរើសបានតាក់ទងជាមួយនឹងម៉ោងហើយនេះយើងអាចចុច clear មកវិញបានពេលយើងចុច clear គឺវាត្រឡប់មកវិញឬក៏យើងតាក់ទងជាមួយនឹង verbatim ហ្នឹងគឺមានបាទពាក្យថា verbatim ហ្នឹងគឺមានន័យថាដូចយើងពាក្យស្ដីដូចថាយើងវាយហ្នឹងគឺវាយពាក្យព្រះយេស៊ូវអញ្ចឹងវាលោតតែព្រះយេស៊ូវមកទេវាអត់ទៅលោតអីច្រើនមកដូចជាយើងដាក់ថា result ទាំងអស់ហ្នឹងគឺលោតតែមានពាក្យថាព្រះយេស៊ូវនៅខាងមុខគឺវាលោតមកឲ្យយើងឃើញតែម្ដងឬក៏យើងដាក់ all result វិញហ្នឹងគឺយើងអាចជ្រើសរើសបានជាមួយនឹងគេហៅថា filter ឬក៏យើងច្រោះជាមួយនឹងលទ្ធផលនេះគឺការច្រោះលទ្ធផលនៅក្នុង Google ហើយនៅក្នុងទូរស័ព្ទដៃ